សាច់រឿងដែលបានចាប់ផ្ដើមនៅពេលនេះឈិនយិនមិនខ្វល់ថាពួកគេហៅគាត់ថាជាមនុស្សឬមួយក៏សត្វចម្លែកនោះទេគាត់គ្រាន់តែចង់សួរថាតើការសាកល្បងលើកទី2នេះគាត់ជាប់ហើយឬនៅពួកគេក៏ប្រាប់ថាប្រកាសជាជាប់ហើយប៉ុន្តែលោកម្ចាស់ហ៊ូនឹងគឺមិនទាន់អស់ចិត្តនោះទេបាននិយាយថាទូប្រយើងប្រកាសជាធ្វើការកែប្រែនៅត្បូងគុយនេះហើយប៉ុន្តែលោកម្ចាស់ម្នាក់ទៀតក៏ប្រាប់ថាបើទោះបីជាការសាកល្បងជាមួយនឹងត្បូងគុយនេះគឺជាការរៀបចំឡើងក៏ដោយប៉ុន្តែសម្ពាធធម្មពលដែលទូប្រយើងបានដាក់សង្កត់ទៅលើពួកគេទាំង4នាក់នោះគឺអាចបញ្ជាក់បានហើយអំពីទេពកោសល្យរបស់ទូប្រយើងឈិនយិនក៏បានឆ្លើយតបទៅវិញថាគេនឹងគឺពិតជាមានកែវភ្នែកល្អដូច្នោះហើយគាត់នឹងផ្ដល់នៅអំណោយដ៏អស្ចារ្យមួយបន្ទាប់មកក៏ប្រើប្រាស់កម្លាំងរបស់គាត់វាទៅលើរាងកាយរបស់គេបន្តិចបណ្ដាលឲ្យគេក៏បានខ្ជិះចេញនៅឈាមស្រស់យ៉ាងច្រើនអំពីមាត់ដែលពោរពេញទៅដោយធាតុត្រជាក់លោកម្ចាស់ហ៊ូឃើញហើយក៏បានបញ្ចេញកម្លាំងត្រៀមចាត់ការទៅលើទូប្រយើងដោយសារតែគាត់គឺជាមនុស្សចម្លែកម្នាក់ទៀតក៏ប្រាប់ថាត្រូវហើយទូប្រយើងគឺជាការគំរាមកំហែងមួយដូច្នោះហើយគឺត្រូវតែកម្ចាត់ចោលនៅពេលនេះប៉ុន្តែលោកម្ចាស់ម្នាក់ហ្នឹងក៏ប្រាប់ថាវាគឺពិតជាអំណោយដ៏អស្ចារ្យមួយមែនគេក៏បានស្រមៃប្រាប់ថាកាលពី3ឆ្នាំមុននោះគេក៏បានធ្វើការប្រយុទ្ធគ្នាជាមួយនឹងគ្រូដែលមកអំពីសាលាបណ្ឌិតសភាធានយានហើយក្នុងកំឡុងពេលដែលប្រយុទ្ធនោះតាអាចារ្យម្នាក់នឹងក៏បានប្រើប្រាស់នៅជាតិពឹសកង្កែបដាក់ទៅលើរាងកាយរបស់គេហើយក្នុងកំឡុងពេលប៉ុន្មានឆ្នាំនេះគេក៏បានប្រើប្រាស់គ្រប់វិធីដើម្បីបណ្ដេញនៅជាតិពឹសនោះចេញផងដែរប៉ុន្តែវាគឺគ្មានប្រយោជន៍ឡើយចំណែកនៅពេលនេះបន្ទាប់ពីស៊ីមួយដៃរបស់ឈិនយានហើយជាតិពឹសទាំងអស់នោះក៏ត្រូវបានបណ្ដេញចេញមកហើយគេគឺមានអារម្មណ៍ថាពិតជាស្រស់ស្រាយខ្លាំងមែនទែនឈិនយានក៏ប្រាប់ថាមិនត្រឹមតែប៉ុណ្ណឹងនោះទេក៏ឲ្យគេនឹងគឺធ្វើការពិនិត្យនៅសមុទ្រកម្លាំងទៀតទៅដោយសារតែកម្រិតធម្មពលរបស់គេនឹងក៏មានការកើនឡើងដែរដូច្នោះហើយគេក៏បានពិនិត្យមើលនៅសមុទ្រវិញ្ញាណរបស់គេបន្តិចនិងក៏ឃើញថាបច្ចុប្បន្នគេគឺបានឈានមកដល់អាណាចក្រទី6នៃកម្រិតព្រះច័ន្ទហើយចំណែកពួកគេនៅពេលនេះក៏សរសើរឈិនយានថាគាត់គឺមិនត្រឹមតែជាមនុស្សដែលមានទេពកោសល្យនោះទេប៉ុន្តែក៏មាននៅជំនាញពេទ្យដ៏មិនធម្មតាផងដែរខណៈដែលឈីលីងក៏បានសោយចំអកពួកគេព្រោះថាចរិតនៅពេលនេះគឺផ្លាស់ប្ដូរ180ដឺក្រេហើយឈិនយានក៏បានតបទៅវិញថាជំនាញពេទ្យប្រកាសណាស់នេះវាគឺជាជំនាញពេទ្យស្របពេលដែលលោកម្ចាស់ហ៊ូក៏បានសុំឲ្យឈិនយាននឹងគឺថាជួយគេផងដោយសារតែយ៉ាងណាមិញចំពោះខ្លួនគេនៅពេលដែលភ្លៀងធ្លាក់ចូលមកម្ដងនោះគេគឺតែងតែមានអារម្មណ៍ថាមានអណ្ដាំភ្លៀងនឹងគឺឆាបឆេះនៅក្នុងពោះរបស់គេអញ្ចឹងទៅគឺពិតជាពិបាកទ្រាំឈិនយានក៏បាននិយាយថាគេនឹងគឺបានប្រើប្រាស់នៅថ្នាំក្រវិញ្ញាណដែលមិនបានចម្រាញ់ព្យាយាមបំបែកកម្រិតទាំងបង្ខំដូច្នោះហើយរាងកាយរបស់គេគឺមិនអាចស្រូបយកនៅធម្មពលនោះបាននោះទេហើយរយៈពេល3ខែទៀតគេប្រកាសជាស្លាប់ហើយស្របពេលដែលមនុស្សម្នាក់នឹងក៏សូមឲ្យឈិនយានជួយដូច្នោះឈិនយានក៏បានបំពេញទៅតាមបំណងរបស់គេទៅដោយគាត់ក៏បានជួយគេជាច្រើនជើងធ្វើគេនៅពេលនេះគឺមានអារម្មណ៍ថាពិតជាស្រួលខ្លួនខ្លាំងមែនទែនឃើញបែបនោះហើយលោកម្ចាស់ដតីផ្សេងទៀតនឹងក៏សូមឲ្យឈិនយាននឹងគឺជួយពិនិត្យជំងឺឲ្យគេផងខណៈដែលឈីលីងក៏ប្រាប់ថាគឺត្រូវតែតម្រង់ជួយបានល្អមិនអាចរញ៉េរញ៉ៃបែបនឹងបាននោះទេហើយនៅពេលនេះវិញពួកគេក៏បានរីកាប្រាប់ទៅកាន់នាយកសាលាថាឈិនយានយើងគឺមិនត្រឹមតែជាមនុស្សដែលមានទេពកោសល្យគេក៏មាននៅជំនាញពេទ្យមិនធម្មតាផងដែរហើយលើពីនេះទៅទៀតនោះគេក៏ជាមនុស្សម្នាក់ដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៅក្នុងទីក្រុងធានអ៊ីដែលគេបានយកឈ្នះទៅលើគ្រួសារធំៗមួយចំនួនហើយមិនដឹងមូលហេតុអ្វីគេបានជាជ្រើសរើសចូលរៀននៅក្នុងសាលាបណ្ឌិតសភាសៀកយានរបស់យើងលោកនាយកក៏បានតបទៅវិញថាបន្ទាប់ពីគាត់បានបិទទ្វារធ្វើការវឹកហាត់អរិយពេលជាច្រើនឆ្នាំនេះគឺជាព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍បំផុតដោយគាត់នៅស្មានមកដល់នោះទេថាទីក្រុងធានអ៊ីបែរជាអាចបង្កើតបាននៅមនុស្សដែលមានទេពកោសល្យដូចជាទូប្រយើងបានហើយនេះគួរតែហៅថាទេពកោសល្យឋានសួគ៌ស្របពេលដែលពួកគេក៏នៅតែរីកាប្រាប់ថានៅពេលនេះលោកម្ចាស់ហ៊ូនឹងគឺបាននាំទូប្រយើងទៅកាន់សាលាថ្នាក់ទេពកោសល្យហើយស្របពេលដែលនាយកសាលាក៏បានបន្តថាទេពកោសល្យរបស់ទូប្រយើងគឺពិតជាមិនអាចយកបានដូច្នោះហើយក៏ឲ្យគាត់នឹងគឺបញ្ចេញនៅចំណេះជំនាញរបស់គាត់នៅក្នុងថ្នាក់ទេពកោសល្យនោះទៅដើម្បីចង់ដឹងអំពីកម្លាំងពិតប្រាកដរបស់ទូប្រយើងហើយស្របពេលដែលអ្នកទាំង3ក៏បានឆ្លើយតបទៅវិញថាពួកគេគឺយល់ហើយដូច្នោះហើយក៏ធ្វើដំណើរចាក់ចេញអំពីទីនេះទៅលោកនាយកសាលាមូឡក៏នៅតែនិយាយថាទេពកោសល្យដែលអាចធ្វើត្បូងគុជនោះបែកបានវាធ្វើគាត់គឺមានអារម្មណ៍ថានៅពេលនេះសាលាបណ្ឌិតសភាសៀកយានរបស់គាត់កំពុងតែឈានទៅរកភាពរុងរឿងឡើងវិញបន្តិចម្ដងហើយវាប្រកាសជាคล้ายទៅជាមហាអំណាចកម្ពុជានៃគ្រួសាររាជវង្សធានយានយើងក៏លេចទៅមើលខាងនោះវិញមកដឹងថាលោកម្ចាស់ហ៊ូនឹងគឺកំពុងតែគិតអ្វីនោះទេដូច្នោះហើយគេក៏បានតាក់ជើងជាមួយនឹងដុំថ្មបណ្ដាលឲ្យគេនឹងក៏បានជំពប់ជើងដួលទៅស្របពេលដែលឈិនយានក៏បាននិយាយថាលោកម្ចាស់ហ៊ូតើលោកមានការភ័យខ្លាចថាខ្ញុំនឹងធ្វើការសងសឹកទៅលើលោកមែនទេស្របពេលដែលលោកម្ចាស់ហ៊ូក៏ប្រាប់ថាវាមិនអាចធ្វើរួចនោះទេកាលពីពេលមុនគេគឺបានខ្វាក់ភ្នែកធ្វើគេនឹងគឺមានចរិតឆ្មាំងឆ្មៃបន្តិចហើយវាមិនស័ក្តិសមជាមួយនឹងអរិយាប័ត្រដែលជាគ្រូបង្រៀននោះទេប៉ុន្តែទូប្រយើងគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យហើយនឹងមានចិត្តល្អដូច្នោះហើយមិនអាចមានចិត្តគុំគួនជាមួយនឹងគេបានឡើយឈិនយានក៏នៅតែបោះជំហានទៅខាងមុខគេក៏នៅតែនិយាយថាប្រសិនបើថ្ងៃណាមួយទូប្រយើងគឺត្រូវការអ្វីមួយនោះគឺអាចប្រាប់មកកាន់គេបានចំណែកឈិនយានគាត់គឺនៅតែមិនឆ្លើយតបគេក៏នៅតែបន្តថាអ្វីដែលទូប្រយើងបាននិយាយគឺសិតតែត្រឹមត្រូវឈិនយានក៏សួរថាលោកម្ចាស់ហ៊ូតើថ្នាក់ទេពកោសល្យនេះវាគឺជាអ្វីឲ្យពិតប្រាកដទៅស្របពេលដែលលោកម្ចាស់ហ៊ូក៏បានកេហេបន្តិចមុនពេលដែលគេក៏បានឆ្លើយតបមកវិញថាថ្នាក់ទេពកោសល្យនេះវាគឺជាកន្លែងមួយដែលប្រមូលផ្ដុំទៅដោយសិស្សខ្លាំងបំផុតនៃសាលាហើយការជ្រើសរើសគឺតែងតែធ្វើឡើងរៀងរាល់មួយឆ្នាំម្ដងហើយកូនសិស្សទាំងអស់ក៏តែងតែបញ្ចប់នៅការសិក្សារៀនសូត្រនឹងរយៈពេល4ឆ្នាំម្ដងផងដែរហើយបច្ចុប្បន្ននេះគឺមានកូនសិស្សចំនួន70នាក់ហើយរួមទាំងទូប្រយើងឈិនយានក៏សួរថាតើការវឹកហាត់នៅក្នុងថ្នាក់ទេពកោសល្យនេះគឺពិតជាខុសគ្នាអំពីកូនសិស្សដទៃមែនទេគេក៏ប្រាប់ថាប្រកាសជាខុសហើយដោយសារតែថ្នាក់ទេពកោសល្យនេះគឺទទួលបាននៅការវឹកហាត់ពិសេសមួយផ្ដោតទៅលើខ្លួនឯងផ្ទាល់ដោយ
ដោយនិយាយជារួមទៅអ្នកខ្លាំងគឺតែងតែរស់អ្នកទុនខ្សោយគឺតែងតែត្រូវបានគេធ្វើបាបហើយប្រកាសជាវិច្ចបង្វិចទៅផ្ទះហើយគេក៏បានបន្តទៀតថាចំពោះសាលាហ្នឹងក៏បានចំណាយនៅធនធានកម្ពុជាជាច្រើនគឺដើម្បីធ្វើការបណ្ដុះបណ្ដាលនៅកូនសិស្សដែលមានទេពកោសល្យដោយ 90% ពួកគេគឺនៅកម្រិតទី1នៃអាណាចក្រព្រះច័ន្ទហើយ 10% ទៀតពួកគេគឺនៅកម្រិតទី2កម្ពុជានៃអាណាចក្រព្រះច័ន្ទជាញៀនក៏សួរថាតើគ្មានកម្រិតទី3ទី4ទេឬគេក៏តបមកវិញថាមិនមាននោះទេជាញៀនក៏បាននិយាយថាកូនអ្នកមានទាំងអស់ហ្នឹងគឺបានប្រើប្រាស់លុយដើម្បីទិញនៅឋានៈបិណ្ឌស័ក្តិក៏ដូចជាកម្រិតនៃការវឹកហាត់ហើយនៅពេលដែលមានបញ្ហានោះពួកគេគឺមិនអាចធ្វើអ្វីបាននោះទេដូច្នោះហើយវាគឺពិតជាខ្ជះខ្ជាយខ្លាំងមែនទែនលោកម្ចាស់ហ៊ូក៏ប្រាប់ថាសាលានៅពេលនេះក៏កំពុងតែរៀបចំនៅការប្រកួតក្បាច់គុណហើយរង្វាន់ឆ្នាំនេះគឺច្រើនជាងឆ្នាំមុនទៅទៀតហើយឈីលីងឲ្យរឿងរង្វាន់នេះគឺពិតជាចូលចិត្តលោកម្ចាស់ហ៊ូក៏បានបន្តថាអ្នកដែលជាប់នៅចំណាត់ថ្នាក់កម្ពុជាទាំង3នឹងបានចូលទៅកាន់ដែនដីពិសិដ្ឋរបស់សាលាដើម្បីធ្វើការវឹកហាត់ដែលវាគឺជាកន្លែងមួយដែលឲ្យឈ្មោះថាលាងភ្នំឆាងយៀនហើយលាងភ្នំនេះវាគឺពិតជាអាចកំបាំងខ្លាំងមែនទែននៅពេលដែលចូលកាន់ទៅជ្រៅនោះកម្ដៅក៏កាន់តែខ្លាំងព្រាបបីដូចជាចូលទៅកាន់ឋាននរកហើយវាមិនដែលបើកឡើងនោះទេនៅក្នុងរឿងព្រេងទៀនគេបាននិយាយថាការដែលវឹកហាត់នៅកន្លែងនេះវាគឺអាចជួយពន្លឿនកម្រិតនៃការវឹកហាត់របស់មនុស្សម្នាក់បានស្របពេលដែលឈីនយៀនក៏បាននិយាយទៅកាន់អណ្ដាតភ្លើងពណ៌ខៀវថាមើលទៅរាងកាយសំខាន់របស់វាគួរតែនៅទីនេះហើយដូច្នោះហើយវាក៏បាននិយាយថាបើអញ្ចឹងគឺពិតជាល្អហើយនៅពេលនេះវិញពួកគេក៏បានមកដល់ទីតាំងមួយដែលវាគឺមានឈ្មោះថាបឹងកញ្ចក់ទាអប្សរហើយទេសភាពវិញឈីនយៀនបាននិយាយថាពិតជាស្រស់ស្អាតខ្លាំងមែនទែនលោកម្ចាស់ហ៊ូក៏ឲ្យឈីនយៀនមើលឲ្យច្បាស់ទៅនៅក្នុងបឹងនេះដោយសារតែវាគឺមាននៅសត្វវិញ្ញាណដែលមានកម្រិតទី9នៃអាណាចក្រផ្កាយឬមួយក៏ខ្ពស់ជាងនេះទៅទៀតប៉ុន្តែឈីលីងក៏ប្រាប់ហើយថាគ្រាន់តែជាសត្វងាប់ប៉ុន្មានក្បាលតែប៉ុណ្ណោះលោកម្ចាស់ហ៊ូក៏នៅតែបន្តថាបឹងនេះគឺគ្មានអ្វីដែលអាចធ្វើដំណើរឆ្លងកាត់កន្លែងនេះបានឡើយដូច្នោះហើយប្រសិនបើឈីនយៀនគឺចង់ចូលរួមនៅក្នុងថ្នាក់ទេពកោសល្យជាផ្លូវការនោះគាត់គឺត្រូវតែធ្វើការឆ្លងកាត់នៅការសាកល្បងនេះមួយទៀតចំណែកឈីនយៀនក៏បានសួរទៅកាន់ឈីលីងថាតើវានឹងគឺមាននៅថ្នាំក្រក់កម្រិតស្ដេចដែរឬអត់ស្របពេលដែលវាក៏បាននិយាយថាថ្នាំក្រក់កម្រិតស្ដេចវាក៏ប្រាប់ហើយថាវាគឺយល់ហើយរួចហើយនោះវាក៏បញ្ចេញនៅអណ្ដាតភ្លើងរបស់វាបន្តិចមកថ្នាំក្រក់ជាច្រើនវាក៏ស្រាប់តែបានលេចឡើងបណ្ដាលលោកម្ចាស់ហ៊ូនឹងគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនខណៈដែលសត្វវិញ្ញាណទាំងអស់ហ្នឹងក៏កំពុងតែត្រូវបានតាក់ទាញដោយសារតែថ្នាំក្រក់នេះដែរបន្ទាប់មកឈីលីងវាក៏បានគប់សម្ដៅថ្នាំក្រក់នេះទៅកណ្ដាលបឹងនោះទៅហើយខណៈដែលសត្វវិញ្ញាណទាំងអស់ហ្នឹងក៏បានលេចឡើងមកដណ្ដើមនៅថ្នាំក្រក់នេះដូច្នោះហើយឈីនយៀនក៏បានសម្រុកចូលទៅប្រើប្រាស់កម្លាំងរបស់គាត់ចាត់ការទៅលើពួកវាម្ដងមួយហើយត្រឹមតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះក៏ឃើញថាសាកសពនៃរាងកាយរបស់សត្វវិញ្ញាណទាំងអស់ហ្នឹងគឺបានអណ្ដែតទឹកប្រងព្រាតបាត់ទៅហើយចំណែកឈីលីងវាក៏បានបញ្ចេញនៅអណ្ដាតភ្លើងរបស់វាបន្តទៀតដើម្បីធ្វើការដុតក៏ដូចជាចម្រាញ់ទៅលើរាងកាយនៃសត្វវិញ្ញាណទាំងអស់នេះដោយយើងក៏ឃើញថារាងកាយនៃសត្វវិញ្ញាណទាំងអស់ហ្នឹងក៏ចាប់ផ្ដើមមានការប្រែប្រួលដោយត្រូវបានចម្រាញ់បន្តិចម្ដងជាមួយនឹងអណ្ដាតភ្លើងរបស់ឈីលីងហើយនៅទីបំផុតវាក៏ប្រែក្លាយទៅជាថ្នាំគ្រាប់ឈីលីងក៏ប្រើប្រាស់កម្លាំងរបស់គាត់ដើម្បីទាញយកវាប៉ុន្តែស្របគ្នាក៏ស្រាប់តែសត្វវិញ្ញាណដ៏ធំសម្បើមមួយទៀតគឺបានផុសចេញមកអមជាមួយនឹងធម្មពលតកដែលធ្វើលោកម្ចាស់ហ៊ូគឺពិតជាមានការភ័យខ្លាចគាត់បាននិយាយថាឈីនយៀនគឺបានធ្វើវានឹងគឺភ្ញាក់ដឹងខ្លួនហើយដោយសារតែវាគឺជាសត្វវិញ្ញាណដែលបានចោះកិច្ចសន្យាទទួលយកនៅមរតករបស់លោកនាយកសាលាដែលវាគឺជានាគពលឹងតកដែលមាននៅខ្សែឈាមរបស់សត្វនេះហើយកម្លាំងធម្មពលរបស់វាវិញគឺនៅដំណាក់កាលទី9នៃកម្រិតព្រះច័ន្ទចំណែកឈីលីងក៏បានភ័យមួយនិយាយថាវាគ្រាន់តែជាត្រីអន្ទង់មួយក្បាលដែលធំតែមានចង្អៀតតែមុងតែប៉ុណ្ណោះហើយបន្តិចទៀតម្ចាស់របស់វាឈីនយៀនប្រកាសជាផ្ដល់នៅដំបូងមានមួយទៅឲ្យវាហើយស្របពេលដែលខ្លួនឯងគឺជានាគប៉ុណ្ណឹងដែរប៉ុន្តែបែរជាត្រូវបានគេហៅថាត្រីអន្ទង់ដូច្នោះហើយគឺពិតជាខឹងខ្លាំងបញ្ចេញនៅធម្មពលតករបស់វាដើម្បីវាប្រហារទៅលើឈីនយៀនប៉ុន្តែក៏ត្រូវបានឈីនយៀនប្រើប្រាស់កម្លាំងដើម្បីមករារាំងវាក៏នៅតែបន្តសម្ដៅចូលទៅរកឈីនយៀនគាត់ក៏បានហក់ឡើងទៅខាងលើទៅលើរាងកាយរបស់វានិងក៏ប្រើប្រាស់កម្លាំងដើម្បីវាយទៅលើរាងកាយរបស់វាផងដែរវាក៏នៅតែព្យាយាមបញ្ចេញកម្លាំងនៃធម្មពលតករបស់វានឹងគឺដើម្បីវាប្រហារទៅលើឈីនយៀនស្របពេលដែលឈីនយៀនក៏នៅតែកិច្ចអំពីការវាប្រហារទាំងអស់នេះហើយគាត់ក៏បានហក់ឡើងទៅលើរាងកាយរបស់វាម្ដងទៀតប្រើប្រាស់នៅធម្មពលជាមួយនឹងកណ្ដាប់ដៃរបស់គាត់វាទៅលើរាងកាយរបស់វាជាច្រើនដៃឬហើយគាត់ក៏បានហក់ឡើងទៅខាងលើម្ដងទៀតហើយក៏ប្រើប្រាស់នៅធម្មពលនៃកណ្ដាប់ដៃវាទៅលើរាងកាយរបស់វាសាជាថ្មីដោយលើកនេះក៏បណ្ដាលឲ្យវាខ្ជាក់ចេញនៅថ្នាំគ្រាប់ទាំងអស់នោះត្រឡប់មកវិញស្របពេលដែលលោកម្ចាស់ហ៊ូគឺបានត្រឹមតែចំហមាត់បើកភ្នែកធំជាមួយនឹងការភ្ញាក់ផ្អើលហើយខណៈដែលឈីលីងក៏ប្រកល់ថ្នាំគ្រាប់នេះទៅឲ្យឈីនយៀនវិញទៅគាត់ក៏មិនចង់បង្អង់យូរដែរហើយក៏ចាប់ផ្ដើមធ្វើការស្រូបយកនៅអំណាចធម្មពលនៃថ្នាំគ្រាប់នេះដែលធ្វើលោកម្ចាស់ហ៊ូគឺមានអារម្មណ៍ថាខ្លួនឯងគឺពិតជាទន់ជង្គង់ខ្លាំងមែនទែនឈីនយៀនក៏បានបន្តថានៅក្នុងបឹងនេះវាគឺមាននៅសត្វវិញ្ញាណដទៃផ្សេងទៀតដូច្នោះហើយគាត់នឹងមកលេងជាមួយនឹងពួកវានៅពេលក្រោយបន្ទាប់មកក៏បានដើរចូលទៅរកសត្វនាគពលឹងតកនឹងទៅដែលធ្វើវាក៏បានបញ្ចេញកៅភ្នែកនៃការភ័យខ្លាចយ៉ាងខ្លាំងកាត់មកមើលនៅពេលនេះវិញឈីលីងក៏ប្រាប់តែកាន់លោកម្ចាស់ហ៊ូគឺត្រូវតែតោងឲ្យជាប់ហើយស្របពេលដែលលោកម្ចាស់ហ៊ូឯនេះវិញគឺពលឹងស្ទើរតែហោះទៅស៊ីផលិតបាត់ទៅហើយគាត់ក៏បានអង្វរពួកគេទាំងពីរនាក់ដែរឲ្យបន្ថយល្បឿនបន្តិចទៅស្របពេលដែលគាត់នៅពេលនេះគឺពិតជាមានអារម្មណ៍ថាវិលមុខខ្លាំងមែនទែនប៉ុន្តែឈីនយៀនគឺមិនត្រឹមតែមិនបន្ថយនោះទេដែលគាត់ក៏បានបន្ថែមល្បឿនឲ្យលឿនជាងការពីពេលមុនទៅទៀតដែលធ្វើលោកម្ចាស់ហ៊ូនឹងគឺថាបែកអួតពេញនឹងតែម្ដងហើយមិនយូរប៉ុន្មានពួកគេក៏ស្រាប់តែបានមកដល់ទីតាំងមួយចំណែកលោកម្ចាស់ហ៊ូនៅពេលនេះគឺថាចាក់បញ្ឆេវបាត់ទៅហើយស្រាប់ពេលដែលឈីនយៀនក៏បានសួរទៅកាន់គាត់ថាតើសិស្សដទៃផ្សេងទៀតនឹងគឺឆ្លងកាត់បឹងនេះដោយរបៀបណាទៅលោកម្ចាស់ហ៊ូក៏ប្រាប់ថាពួកគេគឺប្រើប្រាស់នៅអណ្ដាតឈិនខុនដែលអណ្ដាតឈិនខុននឹងគឺតែងតែដឹកនៅសិស្សទាំងអស់នឹងដើម្បីរកប្រាក់ប៉ុន្តែវាធ្វើ
ការមួយថ្ងៃសម្រាប់រយៈពេល4ម៉ោងនៅក្នុងមួយថ្ងៃហើយដោយសារតែវាមានតំណែងជាព្រឹទ្ធាចារ្យនោះដូច្នេះហើយសត្វវិញ្ញាណដទៃផ្សេងទៀតនឹងគឺមិនហ៊ានធ្វើអ្វីមកលើវានោះទេចំណែកឈិនយិនលើហើយគាត់ក៏មិនឆ្ងល់ទៀតដែរស្របពេលដែលគាត់ក៏ទៅមុខបន្តទៀតហើយនៅពេលនេះវិញក៏បានឃើញអំពីកូនសិស្សជាច្រើនដែលពួកគេកំពុងតែធ្វើការជីកយកនៅត្បូងឈាមទាំងអស់នេះហើយឈិនយិនក៏បានចាប់អារម្មណ៍អំពីវាបន្តិចដែរលោកម្ចាស់ហ៊ូក៏ប្រាប់ថានៅក្នុងសាលាបណ្ឌិតសភាសៀយារបស់គាត់នោះគឺមាននៅកំណត់ទ្រព្យដ៏កម្រជាច្រើនដទៃផ្សេងទៀតរួមមកដល់ឈិនយិនក៏សួរថាដូច្នោះហើយកូនសិស្សដែលមានទេពកោសល្យទាំងអស់នោះគឺត្រូវបានគេប្រើប្រាស់ដូចជាទាស្ករបែបហ្នឹងមែនទេលោកម្ចាស់ហ៊ូក៏ប្រាប់ថាការជីកយកនៅរ៉ែត្បូងនេះវាក៏ជាការវឹកហាត់ដែរដែលជាការវឹកហាត់គ្រប់គ្រងនៅធម្មពលវិញ្ញាណនៅក្នុងរាងកាយរបស់ពួកគេហើយពួកគេក៏អាចស្រូបយកនៅធម្មពលវិញ្ញាណអំពីគ្រីស្តាល់ទាំងអស់នេះបានដែរចំណែកឈីលីងក៏ប្រាប់ថាវាគឺយល់ហើយការវឹកហាត់របស់កូនសិស្សទាំងអស់នោះក៏កំពុងតែជួយបង្កើនប្រាក់ចំណូលឲ្យសាលាដូចគ្នាចំណែកឯលោកម្ចាស់ហ៊ូនៅពេលនេះក៏ស្រាប់តែបានចង្អុលទៅកាន់កូនសិស្សទាំងអស់ហ្នឹងថាពួកគេនឹងគឺនៅមើលអ្វីទៀតមិនក៏មិននាំគ្នាធ្វើការតែម្ដងទៅព្រោះថាប្រសិនបើពួកគេគឺមិនចង់ដេកនៅលើក្រែនោះទេគឺត្រូវតែតស៊ូក្រោកឡើងហើយស្របពេលដែលឈិនយិនក៏សួរថាយ៉ាងម៉េចបន្ទាប់ពីជំងឺបានជាសះស្បើយហើយតើកម្លាំងរបស់គាត់គឺមានការកើនឡើងមែនទេបានជាពូកែស្រែកយ៉ាងនេះស្រាប់ពេលដែលលោកម្ចាស់ហ៊ូក៏ប្រាប់ថាមិនមែននោះទេហើយគាត់ក៏បាននាំឈិនយិនចូលទៅខាងក្នុងបន្តទៀតទៅបន្ទាប់ពីមកដល់ខាងក្នុងហើយគាត់ក៏បានប្រាប់ទៀតថាកូនសិស្សទាំងអស់ដែលជាប់នៅចំណាត់ថ្នាក់ទី9ដល់ចំណាត់ថ្នាក់ទី18ហ្នឹងពួកគេគឺរស់នៅក្នុងជំរំដែលយើងបានឃើញនៅជុំវិញនឹងឯងចំណែកចំណាត់ថ្នាក់ទី8ដល់ចំណាត់ថ្នាក់ទី4ពួកគេគឺរស់នៅក្នុងផ្ទះហើយពួកគេក៏ទទួលបាននៅអាហារដែលល្អៗជាងក្រុមដែលកំពុងតែជីករ៉ែត្បូងដែរហើយក្នុងមួយខែហ្នឹងពួកគេគឺអាចសម្រាកបានមួយថ្ងៃដើម្បីចេញទៅខាងក្រៅចំណែកឈិនយិនក៏សួរថាដូច្នោះហើយវាមានតែនៅខាងលើនោះវាគឺជាកន្លែងសម្រាប់ចំណាត់ថ្នាក់កម្ពុជាទាំង3មែនទេគាត់ក៏ប្រាប់ថាមិនខុសនោះទេដោយពួកគេគឺត្រូវបានគេឲ្យឈ្មោះថាពួកបោះសតទាំង3ដោយសារតែពួកគេគឺសត្វតែជាមនុស្សដែលមានទេពកោសល្យហើយណាមួយពួកគេគឺសត្វតែជាកូនអ្នកមានដូច្នោះហើយគឺអាចចេញចូលបានដោយសេរីឈិនយិនបាននិយាយថាពួកគេគឺមិនមែនជាមនុស្សដែលត្រូវស្នងមកដកគ្រួសារនោះទេបើមិនដូច្នោះទេគឺទៅចូលរួមជាមួយនឹងសាលាបណ្ឌិតសភាធានយិនបានទៅហើយលោកម្ចាស់ហ៊ូក៏ប្រាប់ថាមិនខុសនោះទេនិងក៏បានខ្សឹបប្រាប់ថាសុកចិត្តធ្វើឲ្យនាយកសាលាខឹងប្រសើរជាងធ្វើឲ្យពួកបោះសតទាំង3នឹងខឹងបើមិនដូច្នោះទេឈិនយិនក៏ប្រកាសជាមានបញ្ហាដល់ទីបញ្ចប់ហើយឈិនយិនលើហើយក៏បានឆ្លើយតបទៅវិញថាដល់ថ្នាក់ហ្នឹងផងលោកម្ចាស់ហ៊ូក៏ប្រាប់ថាប្រកាសជាបែបហ្នឹងហើយព្រោះថាចាប់តាំងពីចូលរៀនមកដល់ពេលនេះគាត់គឺគ្មានលក្ខណៈដែលអាចជំទាស់ជាមួយនឹងពួកគេបាននោះទេគាត់ក៏បានបន្តទៀតថានៅក្នុងថ្នាក់ទេពកោសល្យនៃសាលាបណ្ឌិតសភាសៀនយិននេះបានចាត់តាំងចំណាត់ថ្នាក់ជាមួយនឹងការវិតម្លៃដូចជាទេពកោសល្យក៏ដូចជាការវឹកហាត់ក៏ដូចជាការប្រគួតប្រជែងរបស់កូនសិស្សដូច្នោះហើយប្រសិនបើចង់ឡើងតំណែងឬមួយក៏ឋានៈក្រៅពីការទទួលបាននៅចំណាត់ថ្នាក់ល្អនៅក្នុងការប្រកួតក្បាច់គុនហើយកូនសិស្សទាំងអស់ហ្នឹងគឺអាចធ្វើការប្លន់យកនៅឋានៈគ្នាទៅវិញទៅមកនៅក្នុងជំរំហ្នឹងបានគ្រប់ពេលវេលាគ្រាន់តែកុំសម្លាប់មនុស្សទៅបានហើយដោយអ្នកឈ្នះនឹងទទួលបាននៅចំណាត់ថ្នាក់ក៏ដូចជាកន្លែងរបស់អ្នកចាញ់ហើយបច្ចុប្បន្នគឺមានតែពួកបោះសតទាំង3តែប៉ុណ្ណោះដែលគ្មាននរណាម្នាក់ហ្នឹងគឺហ៊ានប្រគួតប្រជែងជាមួយនឹងពួកគេឡើយលើដូច្នោះហើយឈិនយិនគាត់ក៏បានសើចប្រាប់ថាគាត់គឺពិតជាចង់ជួបពួកគេខ្លាំងមែនទែនលោកម្ចាស់ហ៊ូក៏នៅតែប្រាប់ថាកុំធ្វើអ្វីប្រេះផ្ដាស់ឲ្យសោះហើយនៅពេលនេះគាត់គឺសុំត្រឡប់ទៅវិញហើយគាត់ក៏នៅតែផ្ដាំទៀតថាឈិនយិនគឺមិនទាន់មានចំណាត់ថ្នាក់នោះទេដូច្នោះហើយក៏ឲ្យគាត់នឹងគឺចាត់ចែងដោយខ្លួនឯងទៅចំណែកកូនសិស្សទាំងអស់ហ្នឹងក៏សួរថាតើទូប្រុសយើងគឺជាចំណុចថ្មីដែលនៅដំណាក់កាលទី9នៃកម្រិតផ្កាយនឹងមែនទេម្នាក់ទៀតក៏បាននិយាយនៅក្នុងន័យឌឺដងដោយទូប្រុសយើងគឺនៅកម្រិតប៉ុណ្ណឹងគឺអាចចូលមើលបានមើលទៅក្នុងបងឯងរបស់គាត់គឺថាខ្លាំងជាងពួកបោះសតទាំង3នោះទៅទៀតចំណែកម្នាក់ទៀតបានបន្តថាទីក្រុងធានអ៊ីគឺគ្មានគ្រួសារណាមួយដែលអស្ចារ្យនោះទេដូច្នោះហើយទូប្រុសយើងប្រកាសជាលួចចូលមកកាន់កន្លែងនេះហើយចំណែកឈីលីងក៏បាននិយាយថាថ្នាក់ទេពកោសល្យស្អីទៅគ្រាន់តែជាមនុស្សខ្វះភ្នែកតែប៉ុណ្ណោះម្នាក់ទៀតក៏បាននិយាយថាឯងគឺចង់ស្លាប់ហើយរួចហើយក៏បញ្ចេញកម្លាំងរបស់គេសម្ដៅចូលទៅរកទូប្រុសយើងប៉ុន្តែស្របគ្នាក៏ស្រាប់តែបរិសុទ្ធចំណាំម្នាក់ទៀតគឺបានរុញនៅឆ្អឹងមួយរទេះចូលមើលគាត់បានសួរតែកាន់ទូប្រុសយើងថាតើគាត់គឺជាចំណូលថ្មីមែនទេប្រាប់ថានេះគឺជាការសំណល់របស់សត្វវិញ្ញាណនៃពួកបរិសុទ្ធទាំង3ឲ្យឈិនយិនយកវាទៅបោះចោលជំនួសគាត់ទៅហើយចាប់ពីថ្ងៃនេះតទៅនេះគឺជាការងាររបស់ទូប្រុសយើងហើយឬដូច្នោះហើយកូនសិស្សទាំងអស់ហ្នឹងក៏នាំគ្នាសើចចំអកបន្តទៀតព្រោះពួកគេគិតថានៅពេលណាដែលទូប្រុសយើងឃ្លាននោះគឺអាចប្រើប្រាស់ឆ្អឹងទាំងអស់នេះធ្វើជាអាហារបានចំណែកឈិនយិនក៏បាននិយាយឲ្យថាពួកគេគឺសត្វតែជាមនុស្សល្ងងខ្លៅស្របពេលដែលតាចាស់ហ្នឹងក៏សួរថាយ៉ាងម៉េចតើមិនសប្បាយចិត្តមែនទេប្រាប់ឲ្យថានៅក្នុងនាមខ្ញុំគឺជាអ្នកបម្រើរបស់អ្នកប្រុសតូចនៃគ្រួសារសាងគន់នៅដំណាក់កាលទី3នៃកម្រិតប្រចាំតែខ្ញុំគឺគ្មានសិទ្ធិបញ្ជាឯងមែនទេឈិនយិនក៏តបទៅវិញថាមនុស្សសម្រាប់ដូចជាលោកក៏ហ៊ានមកបញ្ជាខ្ញុំដែរវាគឺពិតជាការប្រមាថមួយដ៏ខ្លាំងបំផុតលើដូច្នោះហើយតាចាស់នោះក៏ស្រាប់តែបញ្ចេញកម្លាំងវាទៅលើឈិនយិនប៉ុន្តែនៅទីបំផុតគឺត្រូវបានឈិនយិនវាឲ្យគាត់នឹងគឺកប់ជាមួយនឹងកំណើឆ្អឹងទាំងនេះបានទៅហើយចំណែកកូនសិស្សដទៃផ្សេងទៀតឃើញដូច្នោះហើយពួកគេក៏បាននិយាយថាទូប្រុសយើងគឺពិតជាសាហាវខុសខើរួចហើយនោះក៏ប្រាប់តែការអ្នកផ្សេងទៀតឲ្យរួមដៃគ្នាដើម្បីចាត់ការទៅលើទូប្រុសយើងព្រោះថាប្រសិនបើទុកទូប្រុសយើងនៅបន្តទៀតក៏ប្រកាសជាបំពេញច្បាប់បន្តហើយចំណែកឈិនយិនក៏សួរថាបំពេញច្បាប់មែនទេនិងក៏សួរថាតើពួកគេទាំងអស់គ្នាកំពុងតែរួមដៃគ្នាដើម្បីចាត់ការមកលើគាត់តែម្នាក់មែនទេប៉ុន្តែបែបហ្នឹងក៏ប្រាប់ឲ្យថាវាក៏ងាយស្រួលដែរដែលឲ្យគាត់នឹងគឺយកឈ្នះទៅលើពួកគេទាំងអស់គ្នានៅក្នុងពេលតែមួយបានបន្ទាប់មកពួកគេក៏នាំគ្នាសម្ដែងចូលទៅចំណែកឈិនយិនក៏បានបញ្ចេញនៅកម្លាំងធម្មពលរបស់គាត់ជាមួយនឹងបាតដៃហើយក៏ធ្វើការវាយទៅលើពួកគេទាំងអស់គ្នាបណ្ដាលឲ្យមនុស្សមួយក្រុមធំនៅពេលនេះគឺថាសិតតែជាមនុស្សស៊ីបាយបំបងអង្គទាំងអស់ដែលគ្មាននរណាម្នាក់នឹងគឺអាចធ្វើអ្វីទៅលើឈិនយិនបានឡើយស្របពេលដែលឈីលីងក៏បានសួរទៅកាន់ឈិនយិនតើឈិនយិនគឺប្រកាសដែរឬអត់ដោយមនុស្សទាំងអស់នឹងគឺនៅតែមានដង្ហើម
ឈិនយិនក៏ប្រាប់ថាប្រកាសណាស់ដោយសារតែគាត់មិនចង់ត្រូវបានគេបណ្តេញចេញអំពីសាលានោះទេជាមួយគ្នាក៏ស្រាប់តែមនុស្សម្នាក់បានដើរចេញមកនិយាយថាគេកំពុងតែធ្វើការវឹកហាត់តើនរណាទៅមករំខានគេហើយក្នុងពេលនោះក៏មាននៅបងប្អូនសខ្មៅអមជាមួយនឹងនារីរបាំងមុខម្នាក់ដោយនាងបាននិយាយថាទូប្រុសយើងកុំគិតថាខ្លួនឯងគឺអាចធ្វើអ្វីបានស្រេចតែចិត្តឲ្យសោះបន្ទាប់ពីពួកបរិសុទ្ធទាំង3មិននៅហើយក្នុងពេលនោះក៏មាននៅមនុស្សម្នាក់ដែលបានជ្រែកដីមកផងដែរគេបាននិយាយថាបើទោះបីជាគេមិនចូលចិត្តនៅពួកកូនសិស្សទាំងអស់នេះក៏ដោយប៉ុន្តែទូប្រុសយើងបានបំពេញច្បាប់ដូច្នោះហើយគឺមិនអាចលើកលែងឲ្យទូប្រុសយើងបាននោះទេហើយពួកគេទាំង5នាក់ហ្នឹងគឺជាមនុស្សដែលជាប់នៅចំណាត់ថ្នាក់កម្ពុជាទី8រហូតដល់ចំណាត់ថ្នាក់កម្ពុជាទី4នឹងឯងស្របពេលដែលជីលីងក៏បាននិយាយថានៅទីបំផុតនោះមនុស្សចម្លែកដែលមានទេពកោសល្យនៅក្នុងថ្នាក់ទេពកោសល្យហ្នឹងគឺបានប្រមូលផ្ដុំគ្នាហើយចំណែកឈិនយិនក៏ប្រាប់ថាបើអញ្ចឹងគឺគួរឲ្យចាប់អារម្មណ៍បន្តិចហើយស្របគ្នាក៏ស្រាប់តែមានមនុស្សម្នាក់ទៀតបានដើរចេញទៅគេបាននិយាយថានឹកស្មានមកដល់កន្លែងដ៏សម្រាប់បែបនេះបែរជាបានស្វាគមន៍នៅភ្ញៀវដ៏អស្ចារ្យបែបហ្នឹងនោះទេហើយដំបូងឡើយគេគ្រាន់តែចង់មើលនៅការសម្ដែងនេះដោយស្ងប់ស្ងាត់តែប៉ុណ្ណោះប៉ុន្តែនៅពេលនេះគេហាក់បីដូចជាមិនអាចនៅស្ងៀមបានទៀតឡើយចំណែកឈិនយិនក៏បាននិយាយទៅកាន់ឈីលីងថាមនុស្សម្នាក់នេះហាក់បីដូចជាចម្លែកហើយស្របគ្នាសាច់រឿងរបស់យើងវិភាគនេះក៏បានឈានដល់ទីបញ្ចប់ប្រសិនបើមានចំណុចខ្វះខាតត្រង់ពាក្យពេចន៍ណាមួយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងកាន់តែអធ្យាស្រ័យហើយពួកយើងនឹងវិលមកជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ